นะโมพุทธัสสะนะโมธัมมัสสะนะโมสังฆัสสะอิตัมพุทเทรัตนังปนัยตังอิตัมปิธัมเมรัตนังปนัยตังอิตัมปิสังฆេรัตนังปนัยตังเอเตนะสาจวาเจนะสวัตตโหตุខ្ញុំប្រកាសរណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីជ្រះថ្លាដល់យ៉ាងក្រៃលែងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធិរានុធិរៈប្រការណាគុណចាស់គ្រប់ព្រះអង្គនិងចម្រើនពរញោមញាតពុទ្ធបរិស័ទប្រុសស្រីជិតឆ្ងាយនៅក្នុងវេលាពេលនេះខ្ញុំបកណ្ណាអាត្មាភាពនឹងសម្ដែងលើកឡើងនៅព្រះធម៌ជាបន្តដើម្បីចែករំលែកជាធម្មទានដល់ញាតិញោមកណ្ណាគុណចាស់បន្តទៀតនៅក្នុងពេលនេះគឺខ្ញុំកណ្ណាអាត្មាភាពនិយាយអំពីតួនាទីរបស់ភរិយាត្រូវសង្គ្រោះស្វាមីវិញម្ដងកាលមុនគឺនិយាយអំពីតួនាទីរបស់ស្វាមីត្រូវសង្គ្រោះភរិយាដល់ពេលនេះគឺនិយាយអំពីភរិយាត្រូវសង្គ្រោះស្វាមីវិញម្ដងនៅក្នុងពុទ្ធសាសនាយើងនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គមានសម្ដែងនៅក្នុងគម្ពីរត្រៃបិដកភាគ19សង្គាលកសូត្រអញ្ចឹងញាតិញោមកណ្ណាគុណម្ចាស់អាចយកជាករណីសិក្សាព្រោះថាមានសារៈសំខាន់ខ្លាំងណាស់សម្បីតែពុទ្ធសាសនាយើងក៏បានបង្រៀនឲ្យស្វាមីភរិយាហ្នឹងគឺត្រូវមានធัวចំពោះគ្នាទៅវិញទៅមកមានន័យថាត្រូវសង្គ្រោះដោយធัวទៅវិញទៅមកដើម្បីសេចក្តីសុខសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារក៏ដូចជាការកាន់ដៃការស្រឡាញ់គ្នារហូតដល់ចាស់រៀងខ្លួននេះទល់តែមាននៅធัวនឹងដែរទើបបាននៅមង្គលចឹងព្រះធัว5យ៉ាងហ្នឹងគឺខ្ញុំកណ្ដាអាត្មាភាពនឹងលើកយកមកសម្ដែងដូចតទៅបងទី1តួនាទីរបស់ភរិយាហ្នឹងគឺទី1សុសង្ឃវិហិតកម្មន្តាមានន័យថាចាត់ចែងការងារដោយល្អមានន័យថាតួនាទីរបស់ភរិយាហ្នឹងត្រូវចាត់ចែងការងារដោយល្អបម្រើស្វាមីដូចជាបាយទឹកនំចំណីអីផ្សេងពេលដែលប្តីមកពីធ្វើកិច្ចការងារមកពីធ្វើអ្វីផ្សេងហ្នឹងគឺមានប្រពន្ធដាំបាយដាំទឹកជូនគ្របទុកដូចចាស់ពីមុនហ្នឹងគឺគាត់ដាំបាយដាំអីហើយក៏គាត់គ្របទុកជូនស្វាមីពេលដែលស្វាមីមកពីធ្វើកិច្ចការងារហត់សូននឿយអញ្ចឹងទៅមកដល់បានឃើញបាយទឹកនំចំណីប្រពន្ធចាត់ចែងដោយគ្របទុកល្អជូនហ្នឹងគឺតួនាទីទី1ដែលភរិយាត្រូវមានហ្នឹងគឺចាត់ចែងការងារនៅក្នុងផ្ទះសម្បែងការងារបាយទឹកនំចំណីនឹងឯងណាហើយចំណុចទី2ហ្នឹងគឺសុសង្កហិតបរិជនីមានន័យថាតួនាទីរបស់ភរិយាហ្នឹងគឺត្រូវសង្គ្រោះញាតិទាំងសងខាងមានន័យថាតួនាទីរបស់ភរិយាហ្នឹងត្រូវតែសង្គ្រោះញាតិសម្បីតែតួនាទីរបស់ស្វាមីក៏ត្រូវតែសង្គ្រោះញាតិរាប់អានញាតិទាំងសងខាងដែរមានន័យថាទាំងមេបាដែលញោមមហាតែងថាមេបាខាងប្រុសមេបាខាងស្រីណាយើងថាទាំងញោមខ្លួនបង្កើតខ្លួនឯងទាំងពុកម្ដាយខ្លួនឯងទាំងនឹងពុកម្ដាយក្មេកខ្លួនឯងណាគឺថាត្រូវតែរាប់ទាំងសងខាងឲ្យស្មើគ្នាមិនថាភរិយាមិនថាស្វាមីទេគឺត្រូវរាប់អានសង្គ្រោះហ្នឹងហើយបើថាយើងទិញសម្ពុតខោអាវជូនក៏យើងទិញជូនទាំងពុកម្ដាយបង្កើតរបស់ខ្លួនហើយនិងពុកម្ដាយក្មេករបស់ខាងស្វាមីបើជាខាងស្វាមីក៏ត្រូវទិញជូនខាងពុកម្ដាយក្មេករបស់ខ្លួននឹងដែរអញ្ចឹងត្រូវសង្គ្រោះទៅវិញទៅមកគឺការទំនាក់ទំនងរាប់អានស្រឡាញ់ស្មើគ្នាហើយទី3ហ្នឹងគឺអនតិចារិនីមានន័យថាតួនាទីភរិយាទី3ហ្នឹងគឺមានប្រព្រឹត្តកន្លងចិត្តស្វាមីគឺមិនក្បត់ចិត្តស្វាមីណាញាតិញោមអញ្ចឹងសិតសឹងតែមានដូចគ្នាមិនថាជាតួនាទីរបស់ស្វាមីក៏មិនត្រូវក្បត់ចិត្តហើយតួនាទីរបស់ភរិយាក៏មិនត្រូវក្បត់ស្វាមីដូចគ្នាមានន័យថាត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមកហ្នឹងនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងណាមានន័យថាទាំងទីកំបាំងមុខទាំងទីចិត្តមុខមិនថាឆ្ងាយចិត្តស្វាមីអីយ៉ាងណាទេគឺមិនក្បីផិតក្បត់ស្វាមីរបស់ខ្លួនទេ
ត្រូវតែប្រកាន់ភាពល្អហើយចំណុចទី3ហ្នឹងគឺណាសម្ភារតញ្ចអនុរគតិណាគឺរក្សាទ្រព្យដែលស្វាមីរកមកបានអញ្ចឹងពេលដែលទូនាទីរបស់ភរិយាណាទី4ហ្នឹងគឺកបីថែរក្សាទ្រព្យសម្បត្តិពេលដែលប្តីរកបានហ្នឹងគឺប្តីតែងតែទុកឲ្យប្រពន្ធណាថែរក្សានៅទ្រព្យសម្បត្តិអញ្ចឹងប្រពន្ធថែរក្សាឲ្យល្អមិនយកទៅលេងល្បែងមិនយកទៅណាប្រព្រឹត្តអំពើអបាយមុខអីផ្សេងអញ្ចឹងទៅណាដូចជារឿងខ្មែរយើងមានរឿងទាក់ទងរឿងអប់រំនិងរឿងនាងកញ្ជើធ្លុះណាហ្នឹងហើយសំបីតែប្តីខំរកចិញ្ចឹមត្រីអីបានយ៉ាងណាកញ្ជើនោះវាលហែកធ្លុះបានត្រីមកទុកឲ្យភរិយាទុកទៅជ្រុះអញ្ចឹងអត់មួយថ្ងៃវឹសល្ងាចអីហ្នឹងគឺมันបានអីត្រឹបអីគង់វង្សទេអញ្ចឹងយ៉ាងណាមិញគឺលក្ខណៈអប់រំរឿងហ្នឹងគឺដូចគ្នាគឺភរិយាហ្នឹងត្រូវថែរក្សាទ្រព្យសម្បត្តិឲ្យបានល្អហើយចំណុចទី5ហ្នឹងគឺទិខាចហោទេអនលសាសព្យកិច្ចេសុណាមានន័យថាទូនាទីរបស់ភរិយាទី5ហ្នឹងគឺឧស្សាហ៍មិនជ្រិលច្រអូសក្នុងកិច្ចការងារទាំងឡាយទាំងពួងកិច្ចការងារផ្ទះកិច្ចការងារណាដែលអាចធ្វើបានហ្នឹងគឺជួយកិច្ចការងារណាស្វាមីដោយឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារទាំងនោះហ្នឹងហើយព្រោះថាទ្រព្យសម្បត្តិដែលអាចរកបានហ្នឹងគឺដោយសារការឧស្សាហ៍ព្យាយាមមិនមែនដោយសារការជ្រិលច្រអូសនឹងទេគឺអ្វីទាំងឡាយទាំងពួងគឺបានពីការខិតខំការព្យាយាមអញ្ចឹងពធទាំង5ចំណុចរបស់ភរិយាដែលត្រូវសង្គ្រោះប្តីហ្នឹងគឺខ្ញុំគណៈអាត្មាភាពសម្ដែងមានប្រមាណប៉ុណ្ណេះខុសឆ្គងសូមអធិស្ឋានហើយសូមប្រគេនបុណ្យកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទបាននៅបញ្ញាគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនា